Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូទៀតហើយដែលថ្ងៃនេះខ្ញុំចូលរៀននៅសាកលវិទ្យាល័យថ្ងៃខ្ញុំរៀនបន្តអញ្ចឹងនេះគឺម៉ោងចេញលេងខ្ញុំរៀនពេលព្រឹកអ្នកទាំងអស់គ្នាជាទូទៅពេលព្រឹកគឺខ្ញុំផឹកកាហ្វេអញ្ចឹងហើយឥឡូវហ្នឹងគឺចេញលេងម៉ោងទី1ចេញលេងភ្លាមតម្រង់ទៅហាងកាហ្វេផ្លេតទៅខ្ញុំរៀននៅចិនទី3ខ្ញុំត្រូវចុះទៅពីជាន់ទៀតបានដល់ជាន់ក្រោមចឹងស៊ូចិត្តដល់ហើយទៅក្លិនកាហ្វេយ៉ាងណាអត់ត្រមសិនឥឡូវមកដល់ជាន់ក្រោមណាអ្នកនរគ្នាហ្នឹងហើយបើយើងចុះពីអាគារ A មកគឺហាងកាហ្វេហ្នឹងនៅខាងជើងសាលាមានថាយើងបត់ស្ដាំណាឥឡូវខ្ញុំតម្រង់ដើរទៅហើយនិយាយទៅអាវគ្គនេះគឺដល់រៀងលឿនបន្តិចដោយសារក្លិនកាហ្វេចៃដន្យអីហាងបិទថ្ងៃនេះក៏បានបើកអញ្ចឹងដូរទៅដៅទៅហាងកាហ្វេមួយទៀតហាងកាហ្វេហ្នឹងលីនកាហ្វេនៅទល់មុខសាលារៀននឹងឯងឥឡូវប្រញាប់ដើរទៅហើយណាមួយហាងកាហ្វេមានតែមួយអញ្ចឹងតែខ្លាចស្ទះខ្លាចចាំយូរអញ្ចឹងណាដល់ម៉ោងចូលរៀនអីខ្លាចលេតនេះផ្កាមែនទេនេះពូចូលមកអូផ្កាឈើខ្ញុំចូលទៅដល់ហាងកាហ្វេនឹងភ្លាមខ្ញុំចាប់អារម្មណ៍ផ្កាកន្លាបនឹងជាងគេហើយដល់ពេលទៅដល់អង្គុយតុកចាំកាហ្វេនឹងទៀតមានរុកស្វីតអីយើងណាអ្នកគ្នានឹងដូចឃើញអញ្ចឹងគូស្នេហ៍មកគូអង្គុយទល់មុខខ្ញុំហ្នឹងឯងថ្ងៃហ្នឹងទៅទិញកាហ្វេម្នាក់ឯងទេប៉ុន្តែនិយាយពីភ្នែកចាប់អារម្មណ៍ background ជុំវិញ background របស់គេរៀបចំមកគឺតាក់ទាញមែនតែនហើយខ្ញុំចាប់អារម្មណ៍មួកនៅខាងក្រោយណាកំពុងស្រឡឹងមើលមានមួកមានរត់មានឈ្នៀងនិយាយទៅខ្ញុំទៅពីស្រុកស្រែរបស់ទាំងនឹងនៅផ្ទះខ្ញុំវាមើលទៅធម្មតាណាតែពេលចូលមកដល់ក្រុងឃើញគេយកសម្ភារៈនៅតាមស្រុកស្រែដាក់តាំងអញ្ចឹងដូចក៏មើលឃើញស្អាតហើយខ្ញុំចាប់អារម្មណ៍មួកនឹងជាងគេអាមួកនឹងធ្លាប់ពាក់ទៅស្រែដែលយាយប្រើឲ្យតដឹកគោពាក់មួកនឹងឯងទៅពេលដល់ក្រុងអើយមួកនឹងគេឌីក៏លឹងខ្ជូតណែគេដាក់តាំងនៅហាងកាហ្វេទៀតមានតាំងពីរត់មានចង្អេមានគ្រឿងសពគ្រប់ក្រៅពីគ្រឿងដេកនៅជុំវិញហាងនឹងក៏មានរោគស្វីតដាក់លើតុអីយើងដែរអ្នកអស់គ្នានឹងហើយអ្នកទៅទិញកាហ្វេម្នាក់ឯងអីមុំគឺអៀនខ្លាំងមែនតែនដូចខ្ញុំជាដើមហើយមើលគូស្នេហ៍មកគូអង្គុយទល់មុខខ្ញុំអត់ខ្វល់ថាយើងទៅម្នាក់ឯងរឿងមិនទេតែថ្ងៃនេះល្អដែរដែលថាខ្ញុំទៅទិញទៅវាអត់ស្ទះគិតថាប្រហែលជាគេទិញមុនខ្ញុំអស់ហើយអញ្ចឹងខ្ញុំអាចថាទិញពេលចេញលេងហ្នឹងក្រោយគេអញ្ចឹងវាមិនជាស្ទះឬក៏ចាំយូរអីទេគាត់ទៅថាថ្ងៃនេះមករៀនគឺក្រោកពីព្រលឹមបន្តិចហើយឥឡូវងុយដេកចូលមកដល់ក្នុងហាងកាហ្វេហ្នឹងម៉ាស៊ីនត្រជាក់រៀងត្រជាក់ទៀតនិយាយមែនគឺភ្នែកខ្ញុំទន់ទៅអស់ហើយអ្នកនរគ្នាអើយតបអត់ចង់ជាប់ទេបើនៅផ្ទះប៉ុណ្ណឹងគេលក់បាត់ឥឡូវចាំកាហ្វេចិត្តបានហើយទីចិត្តហ្នឹងលោកពូគាត់យកមកជូនណានិយាយទៅនៅក្នុងហាងកាហ្វេហ្នឹងគឺមានលក្ខណៈស្ងប់ស្ងាត់មែនទែនអ្នកនរគ្នាសម្រាប់តែជួយចិត្តស្ងប់ស្ងាត់អីអាចមកនឹងបានណាឥឡូវកាហ្វេបានហើយអ្នកនរគ្នាតោះសាកកាហ្វេមួយខ្ញុំពេលព្រឹកខ្ញុំអត់អីបានតែមិនអោយអត់កាហ្វេបានទេកាហ្វេគឺជាបេះដូងជួយចិត្តញ៉ាំមួយថ្ងៃណាអ្នកនរគ្នាទោះបីជាខ្ញុំនៅផ្ទះខ្ញុំអត់បានមកក្រៅក៏ខ្ញុំត្រូវមានកាហ្វេកញ្ចប់ទុកនៅផ្ទះដែរបើសិនជាចែកថ្ងៃនេះខ្ញុំមករៀនអញ្ចឹងខ្ញុំអត់បានឆុងញ៉ាំមកពីផ្ទះឯណាមួយក្រោកមកពីព្រឹកដែរហើយអញ្ចឹងបើឡៃឆុងកាហ្វេញ៉ាំខ្លួនឯងទៀតវាយូរនឹងខ្ញុំញ៉ាំលីនកាហ្វេនឹងអាចមើលឈ្មោះលើកែវបានណាអ្នកនរគ្នានៅទល់មុខសាលារៀនខ្ញុំនឹងឯងបើយើងជិះមកពីប៉ែកខាងលិចគឺគាត់នៅស្ដាំដៃហើយទូទៅខ្ញុំអត់សូវញ៉ាំផ្អែមទេខ្ញុំញ៉ាំរាំងល្វីងស្ករ 30% ឥឡូវសាកតេស្តអស់គ្នារសជាតិគឺឆ្ងាញ់ឆ្ងាញ់មែនទែនខ្ញុំចូលចិត្តញ៉ាំហ្នឹងតែសារតែកាហ្វេម៉ាស៊ីនណាកន្លែងគាត់គឺឈ្ងុយក្លិនកាហ្វេនិយាយទៅគឺរសជាតិឆ្ងាញ់ទម្លាប់របស់ខ្ញុំមួយនៅពេលដែលខ្ញុំញ៉ាំកាហ្វេគឺខ្ញុំតែងតែយកសម្បកដាក់ពងបឺតហ្នឹងរុំលេងចឹងឯងអ្នកទាំងអស់គ្នាន័យថាបើយើងចូលទៅវាទៅសាត់វាលហើដោយសារវារៀងស្រាលពេលខ្ញុំនឹកឃើញថាបើយើងចូលទៅវារឹតរាយពេញវាលមានតែខ្ញុំចាប់អាសម្បកផ្លាស្ទិកដែលរុំពងបឺតហ្នឹងមូលធ្វើឲ្យទូចហើយចងវាឲ្យជាប់រួចដាក់ក្នុងថង់វិញអានឹងទម្លាប់របស់ខ្ញុំមួយទៀតបើសិនជាខ្ញុំអត់មូលទេគឺខ្ញុំចងមួយពងបឺតហើយបើខ្ញុំញ៉ាំអស់គឺចោលទៅទាំងកែវហើយចោលទៅសម្បកនឹងទាំងអស់តើពីខ្ញុំញ៉ាំហើយគឺខ្ញុំអង្គុយលេងមកសន្ទុះសិនដែរដោយសារអត់ដល់ម៉ោងចូលរៀនទេ
មកជីងលេងហ្នឹងគឺគ្រូទុកពេលឲ្យ20នាទីអញ្ចឹងវាមានពេលគ្រប់គ្រាន់ដែលយើងអាចអង្គុយញ៉ាំអីបានអង្គុយបានមួយសន្ទុះលោកពូដែលឆុងកាហ្វេឲ្យហ្នឹងគាត់បានថែមតែនឹងឲ្យថែមតែទឹកកកមួយកែវទៀតណាតែគាត់ក៏មានរសជាតិឈ្ងុយដែរត្រជាក់ហើយញ៉ាំឈ្ងុយហើយញ៉ាំមួយកាហ្វេអាហ្នឹងវាដូចជាញ៉ាំកាហ្វេខ្លែមតែខ្ញុំញ៉ាំកាហ្វេបានបន្តិចហើយក៏មានអារម្មណ៍ថាស្វាងបាត់ងុយគេងណាប៉ុន្តែខ្ញុំអង្គុយលេងបន្តមកសន្ទុះសិនអង្គុយមើលទស្សនភាពនៅទល់មុខសាលានិយាយទៅសាលានិងហាងកាហ្វេហ្នឹងក៏នៅទល់មុខគ្នាហើយនៅក្នុងហាងកាហ្វេហ្នឹងគេមានទូកញ្ចក់ជាកញ្ចក់អញ្ចឹងណាហើយយើងអាចស្លឹងមើលឃើញម៉ូតូឡានអីជិះនៅខាងក្រៅយើងឈប់មើលទេសភាពមកសន្ទុះសិនអីយើងមានអារម្មណ៍ថារៀងស្វាងក្រនបើហើយចាំទៅរៀនតទៀតតែសារតែខ្ញុំរៀងស្ងួតកបន្តិចមករៀនថ្ងៃនេះគឺមានអារម្មណ៍ថាខាស់កហើយរៀងផ្ដាសាយតិចដែរអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់ចោលទេខ្ញុំនៅតែផឹកទឹកកកហើយនៅតែផឹកកាហ្វេអីធម្មតាដោយសារតែស្ងួតកពេកក៏ផឹកតែតិចទៀតតែហ្នឹងខ្ញុំកាន់តែញ៉ាំដូចកាន់តែមានអារម្មណ៍ថាឆ្ងាញ់វាកាន់តែឈ្ងុយវាឈ្ងុយនៅក្នុងមាត់របស់យើងអញ្ចឹងតែមួយកែវហ្នឹងគឺខ្ញុំញ៉ាំតិចឡើងអស់អ្នកនរគ្នាអាចមើលបានណានៅក្នុងរូបហ្នឹងតែទឹកកកញ៉ាំហើយក៏មានឲ្យជារសឈ្ងុយឆ្ងាញ់ឥឡូវនៅសល់ពេល10នាទីទៀតដល់ម៉ោងចូលរៀនហើយប៉ុន្តែខ្ញុំញ៉ាំកាហ្វេអត់អស់អញ្ចឹងខ្ញុំក៏យកកាហ្វេទៅក្រៅហើយចាំតែញ៉ាំបន្តនៅថ្នាក់មួយវិញទៀតហើយខ្ញុំដូចជាមានអារម្មណ៍ថាហៀសបោវារៀងផ្ដាសាយអញ្ចឹងចេញពីនេះទៅខ្ញុំទិសដៅទៅរត់ទិញกระดาษជូតមាត់กระดาษអនាម័យទុកត្រៀមនៅពេលដែលខ្លាចអង្គុយរៀនទៅខ្ញុំกระดาษឬក៏វាតឹងច្រមុះអីចឹងគឺសកូទុកប្រើប្រាស់កំបាក់ថារៀនយើងងាកចេញទៅបន្ទប់ទឹកងាកចេញទៅបន្ទប់ទឹកអញ្ចឹងអាចថាខ្លាចរំខានដល់បងដែលគាត់នៅជិតនឹងឥឡូវខ្ញុំដើរត្រង់ទៅអគារ A ហើយឡើងទៅជាន់ទី3វិញឥឡូវនេះខ្ញុំដើរបដាហើយថតខ្លួនឯងបដាដោយសារតែយើងអត់មានពេលឈរថតអញ្ចឹងដើរបដាគឺមានតែដាក់កាមេរ៉ាបដាអញ្ចឹងឯងដើម្បីថតពីសកម្មភាពខ្លួនឯងនោះទុកមើលពេលក្រោយអញ្ចឹងពេលរៀនចប់ឬក៏ពេលតន័យអីទុកមើលតែខ្លួនឯងទៅរៀននឹង action មិនខ្លះអីមិនខ្លះឥឡូវបដិញ្ញាចិត្តថាខំប្រឹងរៀនឡើងវិញអ្នកនរគ្នាព្រោះអីយើងអាចឃ្លាបានណាបែងចែកពេលថាពេលណាធ្វើ assignment ពេលណាយើងមានពេលតល់ខ្លួនហើយពេលណាមានពេលមួយថ្ងៃមួយទៀតសាលាដែលខ្ញុំរៀនហ្នឹងគឺឈ្មោះដូច logo លើកាតដែលខ្ញុំពាក់អ្នកនរគ្នាឥឡូវនៅសល់ប្រហែលជា10នាទីជិត10នាទីបានដល់ម៉ោងចូលរៀនចឹងអត់ទាន់មានគេចូលមកថ្នាក់វិញទេដោយសារតែខ្ញុំញ៉ាំតែកាហ្វេពេលព្រឹកអញ្ចឹងបានកាហ្វេហើយក៏ត្រឡប់ចូលមកថ្នាក់វិញ